ជំរាបសួរពុកម៉ែបងប្អូនថ្ងៃមុនគឺបានចែករំលែកពុកម៉ែបងប្អូនតើតោងជាមួយនឹងរបៀបនៅក្នុងការធ្វើបាក់បឺនចឹងថ្ងៃនេះគឺមកដល់តែអ៊ំលោកបង្អែមទៀតហើយគឺបង្ហាញអំពីរបៀបនៅក្នុងការធ្វើនំកូរវិញម្ដងចឹងអត់មានអីច្រើនទេដំបូងគឺយើងមកលីងម្សៅសិនចឹងយើងលីងម្សៅហើយមកដាក់ស្ករដាក់ខ្ទិះដូងនឹងតាមបរិមាណដែលគាត់បានកំណត់ណាមកថាឲ្យសួរខ្ញុំអត់បានសួរគាត់ខ្ញុំភ្លេចបាត់ហើយដោយសារតែគាត់ធ្វើលក់ជាប្រចាំអញ្ចឹងបរិមាណរបស់គាត់កំណត់គឺមានខ្នាតមានរង្វះត្រឹមត្រូវហើយតបន្តិចទៅដាក់ខ្ទិះពីរចុងលីបញ្ចូលគ្នាតាមបរិមាណដែលគាត់បានកំណត់ហើយយើងកូរវាឲ្យសព្វហើយបានចាប់ផ្ដើមយកម្សៅដែលយើងបានកូរហ្នឹងគឺមកត្រង់ចូលគ្នាចឹងឥឡូវគឺយើងបានត្រង់ម្សៅនឹងហើយលបាយម្សៅដែលមានខ្ទិះដូងមានអីហ្នឹងហើយបានចាក់វាចូលក្នុងឆ្នាំងបែបហ្នឹងទៅបន្តមកទៀតគឺយើងចាប់ផ្ដើមយកម្សៅលបាយហ្នឹងយកវាទៅកូរនៅលើភ្លើងរហូតចឹងពីដំណើរការដំបូងគឺយើងអត់បានថតទេអ្នកនរគ្នាអានេះគឺវាបានពាក់កណ្ដាលទីហើយចឹងពាក់កណ្ដាលទីមានថាវាចិត្តឆ្អិនណាចឹងយើងប្រើពេលគ្រាន់តែកូរមួយឆ្នាំហ្នឹងគឺចិត្ត2ម៉ោងដែរជាង2ម៉ោងអ្នកនរគ្នាមិនលឿនទេណាចឹងហើយបានគាត់ថានំកូរអ្នកដែលចង់ញ៉ាំនំកូរដែលគាត់ធ្វើហ្នឹងគឺកម្រណាដោយសារតែយូរបានគាត់បានធ្វើនំកូរម្ដងដោយសារតែចំណាយពេលធ្វើនំកូរយើងត្រូវខាក់មនុស្សម្នាក់អង្គុយកូរវារហូតគឺកូរនៅលើភ្លើងនឹងអត់ឲ្យដាច់ទេតែយើងហ៊ានតែប្រហែសគឺខ្លោចទៅម្ដងចឹងទៅនេះតកតងជាមួយនឹងនំដែលគាត់បានកូរហើយអ្នកនរគ្នានេះលបាយសាច់នំរបស់គាត់ដោយសារតែខ្ញុំសួរអ៊ំទៅគាត់ថាតើវាស្អិតវាអត់សូវស្រក់ឬក៏វាពុះទៅវាអត់បែកមិនទេបាននំកូររបស់យើងគឺឆ្អិនល្អព្រោះអ្នកខ្លះតែងសួរថានំគេផ្សេងទុកតែមួយថ្ងៃប្អូនតែនំអ៊ំខ្ញុំគឺទុកដល់ទៅ2ថ្ងៃហើយនៅតែប្អូនឲ្យតែយើងដាក់វានៅខាងក្រៅកុំឲ្យផ្អប់វានៅក្នុងថង់អីចឹងណាដោយសារតែយើងកូរវារហូតដល់ដាច់ទឹកនឹងល្អខ្លាំងមែនទែនចឹងតើនេះគឺជាសកម្មភាពនៅក្នុងការកូររបស់គាត់ចឹងបន្ទាប់ពីយើងគិតថាម្សៅនំរបស់យើងឬក៏នំរបស់យើងឆ្អិនល្អហើយជាចុងក្រោយគឺយើងដាក់លឹកខ្ទឹមនឹងចូលចាដាក់លឹកខ្ទឹមចូលដើម្បីឲ្យវាបង្កើនរសជាតិមានរសជាតិទេរសជាតិកាន់តែឆ្ងាញ់ហើយក្លិនកាន់តែឈ្ងុយនិយាយចេះវិញអញ្ចឹងអ្នកណាឃើញខ្លះដែរជាមួយនំអ៊ំរបស់ខ្ញុំកុំភ្លេចជួយ comment នៅខាងក្រោមផងអ្នកសៀមរាបនៅចុងស្ពានជ្រាវនោះហើយជាស្គាល់ហើយអញ្ចឹងអានេះគឺខ្ញុំអាសាក់លបងធ្វើម្ដងឃើញគាត់ធ្វើយូរ2ម៉ោងឥឡូវយើងមកដូរដៃនៅពេលនំឆ្អិនហើយអញ្ចឹងណាតែគ្មានចេះស្អីទេអ្នកនរគ្នាអើយជិះទៅសំដែងអញ្ចឹងឯងទៅការងារមិនទៅសំដែងអញ្ចឹងឯងប៉ុន្តែម្យ៉ាងដែរនៅពេលដែលយើងបានទៅថតសកម្មភាពទាំងអស់ហ្នឹងទៅយើងបានដឹងពីរបៀបនៅក្នុងការធ្វើនំតិចតួចដែរក៏ប៉ុតខ្ញុំមិនមែនជាអ្នកបកកែធ្វើម្ហូបបកកែធ្វើផ្អែមអីទេប៉ុន្តែបានត្រឹមតែដឹងតែបើឲ្យធ្វើគឺអត់មានការចកាអីទាំងអស់ចឹងបន្តមកទៀតអ្នកនរគ្នាអានេះគឺទឹកចុងក្រោយណាដៃខ្ញុំកូរគឺកូរឆ្អិនតែម្ដងដល់យើងកូរឆ្អិនហើយចាប់ដើមយកនំរបស់យើងហ្នឹងទៅចាក់ចូលនៅក្នុងកធុនផ្ទាល់តែមុនចាក់ចូលកធុនផ្ទាល់គឺអ៊ំរបស់ខ្ញុំគាត់មកសេរីវាឲ្យស្អាតសិនគៀវាពីមាត់ឆ្នាំងមិនអីទៅហើយឧបករណ៍ដែលគាត់យកមកកូរហ្នឹងគឺគាត់ធ្វើខ្លួនគាត់ទេឲ្យឈើកូរហ្នឹងរត់តែគាត់បានទេចានេះអញ្ចឹងយើងចាក់វាចូលកធុនចូលអីចឹងមកគៀវាឲ្យស្អាតដូចគ្នាដែរអញ្ចឹងនេះអ្នកនរគ្នាមើលទៅមិនដែរតំណងអត់នំកូររបស់យើងអ្នកណាខ្លះចូលចិត្តនំកូរកុំភ្លេចជួយ comment ផងទៅកូរវាមានច្រើនណាកូរម្សៅធម្មតាពីកូរចេកកូរល្ពៅប៉ុន្តែនំដែលអ៊ំខ្ញុំក៏ចាក់ធ្វើនោះគឺនំកូរធម្មតាយើងនឹងអាចថាខ្ញុំថានំកូរធម្មតាឆ្ងល់ថាកោរមិនធម្មតាហ្នឹងវាមិនអត់ទេគឺយើងមានអានំកូរចេកនំកូរល្ពៅឬក៏អីផ្សេងទៀតខ្ញុំមិនដឹងតែពីមុខនឹងឯងអញ្ចឹងអ្នកបន្តពីកាត់ចាក់ហើយគាត់បានដួសដាក់មួយចាននេះពួកខ្ញុំភ្លក់ដែរអញ្ចឹងចុងក្រោយតែថតបានទាំងវីដេអូហើយថតវីសកម្មភាពបានធ្វើហើយបានទាំងញ៉ាំនំនឹង free ទៀតអ្នកនរគ្នាមិនបាច់ចាំទិញទេអញ្ចឹងនេះមកមើលសកម្មភាពនៃការញ៉ាំរបស់ខ្ញុំនិយាយពីថាអើយឆ្ងាញ់ណាស់លត់ដៃលត់ជើងហ្មងមកមាត់ហើយមាត់ទៀតសំខាន់ណាស់នំនឹងគឺក្តៅមានតែនំកូរនឹងមួយដែលហូបក្តៅបានផុតពីនឹងដូចអ៊ំក៏ធ្វើនំចាក់នំបាក់បិននេះហ្នឹងចាថាយើងហូបក្តៅអត់កើតទេចង់ញ៉ាំថតថ្ងៃនេះតើតែញ៉ាំស្អែកចង់ទៅអើយពេលថតបដាស្រក់ទឹកមកបដាឃ្លៀនបដាមិនដឹងធ្វើម៉េចគេមានតែទ្រាំប៉ុន្តែបើនំកូរគឺយើងអាចញ៉ាំថ្មីបានហើយញ៉ាំថ្មីនោះគឺកាន់តែឆ្ងាញ់ជាងឲ្យយើងຕົកព្រឹកនឹងទៀតដោយសារតែវានៅក្តៅយើងទៅគឺឈ្ងុយខ្ទិះឈ្ងុយអីពេញចំហនឹងតែម្ដងចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានជួបគ្នាវីដេអូក្រោយទៀតបាយបាយ